សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីរបៀបនៃការប្រើប្រាស់ ChatGPT 5.1 ដោយ free អញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់website នឹងតែម្ដងទៅដំបូងឡើយយើងបើកផ្ទាំង Chrome យើង log in ជាមួយនឹងaccount របស់យើងមកបន្ទាប់មកយើងវាយពាក្យLM arena.ai ពេលយើងคลิกចូលនៅក្នុង website LM arena.ai នឹងមកកន្លែងនេះគឺវា check ជាមួយនឹងsecurity verification Cloudflare ហើយយើងរងចាំវាបន្តិចទៅហើយយើង tick ដើម្បីវា verify Cloudflare ហ្នឹងឲ្យយើងចូលទៅកាន់ website ហ្នឹងបានតោះឥឡូវយើងដល់កន្លែងហ្នឹងហើយយើងធ្វើការ log in វាសិនយើងចុចប៊ូតុង log in មកយើង continue with Google បន្ទាប់មកទៀតយើងធ្វើការคลิกនៅលើ account ដែលយើងចង់ភ្ជាប់ជាមួយបន្ទាប់មកយើងចុច continue អូខេនៅពេលដែលយើងចុច continue បានប៉ុណ្ណឹងហើយយើងមើលនៅផ្នែកខាងលើផ្នែកខាងលើគៀនខាងឆ្វេងហ្នឹងយើងឃើញពាក្យកន្លែងនេះមាន battle យើងคลิกសញ្ញាព្រួយនឹងចុះក្រោមមកបន្ទាប់មកយើងឃើញពាក្យ direct chat យើងចុចលើសញ្ញាព្រួយនឹងមកអូខេបន្ទាប់មកយើងមើលផ្នែកខាងស្ដាំ direct chat ហ្នឹងមកវាមានសញ្ញាព្រួយមួយចុះក្រោមគឺមាន AI tool ច្រើនមែនតើនៅក្នុងហ្នឹងណាដែលយើងចង់ធ្វើការជាមួយវាមាន Gemini 3 Pro Grok 4.1 ChatGPT 5.1 High មានច្រើនមែនតើនៅក្នុងហ្នឹង tool មាន DeepSeekអញ្ចឹងក្នុងនេះសិតតែជា tool AI ទាំងអស់ដែលយើងធ្វើការឆាតប្រើជាមួយនឹងវាបានឥឡូវនេះគឺខ្ញុំចុចនៅលើ GPT 5.1 High ដើម្បីយើងធ្វើការសាកសួរព័ត៌មានឬក៏យើងធ្វើអីមួយអញ្ចឹងណាតោះឥឡូវយើងចាប់ផ្ដើមឆាតជាមួយវាទៅបានន័យថាយើងប្រើជាមួយ ChatGPT 5.1 នេះនៅពេលយើងដាក់សំណួរយើងសួរទៅវាហើយអញ្ចឹងវាធ្វើការស្វែងរកចម្លើយមកឲ្យយើងណាហើយឆាតហ្នឹងគឺ GPT 5.1 គឺវាឆ្លើយឲ្យយើងអញ្ចឹងមុននេះខ្ញុំសួរសំណួរឥឡូវខ្ញុំចង់អាប់ឡូតរូបភាពតោះឥឡូវយើងដើម្បីធ្វើការយើងអាប់ឡូតរូបភាពបន្ទាប់មកយើងឲ្យវាកែរូបភាពហ្នឹងទៅជាទម្រង់បែបអីផ្សេងមួយដែលយើងចង់បានណាយើងចុចលើប៊ូតុង generate image នេះមកបន្ទាប់មកយើងចុច continue ហើយយើងចុចupload image
យើង click upload របស់យើងមកបន្ទាប់មកយើងcopy prompt ដែលយើងចង់ឲ្យវាកែទៅនឹងអញ្ចឹងខ្ញុំឲ្យកន្លែងនេះគឺតារាបាទាត់ប៉េហ្នឹងគឺឲ្យAI ហ្នឹងវា generate រូបភាពទៅជា doctor ដែលនៅអង្គុយនៅលើកៅអីហ្នឹងមានតុមានកុំព្យូទ័រអីចឹងទៅបន្ទាប់មកយើងចុចធ្វើការ enter មកដើម្បីឲ្យវា generate រូបភាពឲ្យយើងកន្លែងនេះគឺមាន security verification check ដែរគឺយើង click កន្លែង I'm not a robot មកកន្លែងនេះវាមាន2រូបភាពដែល generate ឲ្យយើងវាមាន assistant A ហើយនិង assistant B អញ្ចឹងយើងរងចាំវាបន្តិចមកវានឹងចេញជារូបភាពឲ្យយើងឯងនេះឥឡូវហ្នឹងគឺលទ្ធផលចេញមកហើយគឺយើង upload រូបកីឡាបាល់ទាត់បន្ទាប់មកយើងឲ្យវាកែរូបទៅជា doctor ឬក៏អ្នកធ្វើការនៅមន្ទីរពេទ្យអីចឹងអញ្ចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមកុំភ្លេចចុច like share comment ហើយនឹង subscribe channel របស់ខ្ញុំផងសូមអរគុណ